ថ្ងៃនេះគឺថាធ្វើដំណើរចូលយាត្រាទៅចំការពោតម្នាក់ឯងណាបងប្អូនធ្វើដំណើរទៅម្នាក់ឯងទេតែប្តីរបស់ខ្ញុំគាត់នៅចំការពោតគាត់នៅសាច់ទឹកចំការពោតមកចំការទៀតចឹងណាបងប្អូនហើយអាពោតខ្ញុំថតមុនមិញហ្នឹងគឺពោតដែលសាច់ទឹកនៃមុនបងប្អូនបានប៉ុណ្ណឹងបងប្អូននិយាយពីថាដាក់ទឹកហើយមានអារម្មណ៍ថាពោតហ្នឹងត្រូវទឹកហើយអូយរស់រវើកហ្មងបងប្អូនអើយល្អបងប្អូនអើយហើយអានេះអង្គុយចាំប្តីពួកឯងគាត់នៅសាច់ទឹកប្រហើយនេះបងប្អូននោះដាំពើទឹកហ្នឹងបងប្អូនចការពួតខ្ញុំមួយទៀតនៅដាំពើទឹកហ្នឹងឃើញអត់បងប្អូនដាំពើទឹកធំណាដល់ពេលនេះនេះចការមួយទៀតហើយអង្គុយចាំប្តីយូរពេកបងប្អូនអើយគាត់ដេកយូរអង្រឹងតឹងចាំផ្លូវប្តីចឹងណាចាហើយនៅចិត្តចការហ្នឹងមិនដីខ្ញុំទេបងប្អូនតែឃើញទេសភាពតំណងពេកមានហងមានហងមានដាស់ម៉ាស័យមានអីណាអូយណែចាំប្តីយូរពេកញ៉ាំខ្លួនឯងត្មងទៅខំមកពេកអង្គុយយូរទៅដូចរៀងហេវដែរអញ្ចឹងណាហើយនេះទិញលៀសមកពីកំប៉ុងដែរយកមកខាំលេងព្រោះអីប្តីខ្ញុំក៏ចូលចិត្តញ៉ាំលៀសហ៎បងប្អូនចាញ៉ាំទៅគាត់ខំមកពេកញ៉ាំកដគឺញ៉ាំកដញ៉ាំលេងទៅតទៅគាត់មកអញ្ចឹងណាចាអង្គុយបដាខំបដាយងហងបដាមកឃើញខ្យល់បាក់ត្រសៀកចាបងប្អូនអើយមានឃើញខ្ញុំអត់ខ្ញុំហៅគាត់ទៅណាខ្ញុំហៅបងអត់មកខំទៀតចាំការបើហៅឲ្យអត់មកអញ្ចឹងមានតែញ៉ាំលេងអញ្ចឹងទៅបើគាត់អត់មកមានតែទុកឲ្យគាត់ញ៉ាំម្នាក់ឯងទៅព្រោះខ្ញុំបញ្ញាប់ទៅផ្ទះវិញដែរណាបងប្អូនខ្ញុំទៅផ្ទះហើយនេះចការពោតខ្ញុំនៅដីលើបងប្អូនដាំមុនគេអូយខ្ចីលវក់ស្រស់បំប្រងត្មងបងប្អូនអើយនិយាយទៅស្មើហ្មងព្រោះអីកាលហ្នឹងដាំឲ្យភ្លៀងត្រូវភ្លៀងបានមេបងប្អូនហើយអូយនិយាយទៅពោតហ្នឹងល្អហ្មងអត់ដឹងដែរសានហ្នឹងដាំទៅល្អគ្រប់ចការហ្មងបងប្អូនអ្នកឃើញទេឡើងល្វឹងល្វើយហ្មងល្វឹងល្វើយខៀវខ្ចីខៀវស្រងាត់ហ្មងបងប្អូនអាហ្នឹងខ្ញុំថតពេលអត់ទាន់ចេញស្នៀតទេណាបងប្អូនឥឡូវចេញស្នៀតហើយបងប្អូនអើយចានេះផ្លូវណាបងប្អូនផ្លូវធ្វើដំណើរទៅរកលុយផ្លូវទៅរកលុយអញ្ចឹងបងប្អូនអើយវាមិនរលូនដូចផ្លូវទៅចាយលុយទេណាបងប្អូនចាផ្លូវទៅចាយលុយវាលងស្រើអញ្ចឹងណាដល់ពេលផ្លូវទៅរកលុយវារដបន្តិចហើយចានេះពេលត្រឡប់មកផ្ទះវិញបងប្អូនត្រឡប់មកផ្ទះវិញក៏ឆ្លៀតលាងអាងខ្យងបងប្អូនខានលាងមួយថ្ងៃអីខានលាងចង់កន្លះខែដល់ពេលអញ្ចឹងទឹករៀងខ្មៅដល់ពេលហើយបើកផ្លោកបើអីចេញទៅចាប់កូនខ្យងខ្លះយកមកលាងនេះបងប្អូនអើយនេះឃើញទេចាធំប៉ុណ្ណឹងហើយមានធំមានតូចដូចគ្នាអញ្ចឹងណាអានេះយកមកបានពាក់កណ្ដាលចូលមកលាងហើស្មៅហើអីចេញអស់ទៅអានេះដល់ពេលហើយយើងចាក់ចូលវិញនៅពេលដែលយើងសម្អាតអាងសម្អាតអីហើយអស់យើងចាប់ផ្ដើមចាក់ចូលអាងវិញអញ្ចឹងណាបងប្អូនចាអរគុណបងប្អូន